ម៉ានឹងការចូលរៀនដំបូងបងណាខ្លះកំពុងតែគិតថាឲ្យកូនចូលរៀននៅពេលឆាប់មិនថាថ្នាក់មត្តេយ្យសិក្សាឬក៏កម្មវិធីសិក្សាបន្ថែមទេហើយបងមានការបារម្ភបែបណាខ្លះទៅលើការចាប់ផ្ដើមរបស់កូនថាតើគាត់អាចសម្របខ្លួនបានកម្រិតណាតើគាត់អាចនឹងយំឬអត់ចាអញ្ចឹងជឿជាក់ថាបងទាំងអស់គ្នាគឺមានសំណួរមានការបារម្ភជាច្រើនមែនតើសម្រាប់កូនយើងហើយពិតជារឿងដែលយើងត្រូវការគិតត្រូវការត្រៀមជាមុនសម្រាប់កូននៅក្នុងដំណើរមួយនេះព្រោះអីបើនិយាយអំពីក្មេងនិយាយអំពីកុមារតូចនេះគឺជាការផ្លាស់ប្ដូរដ៏ធំដោយសារតែកន្លងមកគឺគាត់នៅផ្ទះភាគច្រើនអាចថាទៅក្រៅខ្លះអញ្ចឹងនៅពេលដែលគាត់ទៅសាលាគឺបរិយាកាសថ្មីគាត់ជួបជាមួយនឹងគ្រូថ្មីមិត្តភ័ក្តិថ្មីនិងជាពិសេសគឺទម្លាប់និងវិន័យនៅក្នុងការបែបបទនៅក្នុងការរៀនសូត្រកន្លែងនេះគឺពិតជាសំខាន់ខ្លាំងមែនទែនបងទាំងអស់គ្នាដោយសារតែនៅក្នុងសកម្មភាពនៅក្នុងថ្នាក់រៀននៅក្នុងសាលាផ្សេងគឺទោះបីជាលេងប៉ុន្តែសិតតែបង្កប់នៅក្នុងការអប់រំអញ្ចឹងកន្លែងនេះគឺតម្រូវមែនតើនៅក្នុងការឲ្យកូនយើងគាត់យល់ពីបែបបទចេះទម្លាប់ខ្លួនហើយចេះសម្របខ្លួននៅក្នុងការចូលរួមជាមួយនឹងសកម្មភាពដែលមានអញ្ចឹងណាបងចាដោយមើលឃើញពីការប្រឈមទាំងអស់នេះហើយទើបសាលាស៊ីចដាកម្ពុជារបស់យើងនឹងរៀបចំកម្មវិធីសិក្ខាសាលាមួយនៅក្នុងប្រធានបទកុមារនិងការចូលរៀនដំបូងដែលនឹងរៀបចំឡើងនៅថ្ងៃសៅរ៍ទី14ខែមិថុនាឆ្នាំ2025ចាប់ពីម៉ោង9ព្រឹកតទៅនៅសាលាស៊ីចដាកម្ពុជាសាខាទូកកនិងតាមរយៈ Zoom meeting បងទាំងអស់គ្នានេះគឺជាឱកាសដែលបងទាំងអស់គ្នាអាចទទួលបានគន្លឹះក៏ដូចជាវិធីសាស្ត្របន្ថែមទៀតនៅក្នុងការជួយកូនយើងឲ្យសម្របខ្លួននៅក្នុងការបោះជំហានមួយនេះជួបគ្នានៅក្នុងកម្មវិធីសិក្ខាសាលាកុមារនិងការចូលរៀនដំបូងនៅថ្ងៃសៅរ៍ទី14ខែមិថុនាឆ្នាំ2025ចាប់ពីម៉ោង9ព្រឹកតទៅស៊ីចដាកម្ពុជានឹងនៅទីនេះធ្វើជាដៃគូយ៉ាងមានទំនុកចិត្តសម្រាប់មាតាបិតាទាំងអស់គ្នាក្នុងដំណើរភាពជាឪពុកម្ដាយរបស់លោកអ្នក